ជំរាបសួរបងប្អូនជំនុំជាតិទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ11កើតខែអាសាឍឆ្នាំរកាណបស័កពុទ្ធសករាជ2561ត្រូវនៅថ្ងៃទី4ខែកក្កដាគ្រិស្តសករាជ2017នៅពេលនេះនាងខ្ញុំយូចន្ទធានីសូមអញ្ជើញបងប្អូនជំនុំជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅលោកសំរងស៊ីបញ្ជាក់ថាពលករខ្មែរនៅប្រទេសថៃកំពុងរងទុក្ខយ៉ាងខ្លាំងលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រមនសិការខ្មែរបានលើកឡើងឲ្យដឹងតាមរយៈអតីតប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបានបញ្ជាក់ថានៅក្នុងពេលដែលអាជ្ញាធរថៃកំពុងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់គេយ៉ាងតឹងរ៉ឹងនោះពលករខ្មែរកំពុងតែរងទុក្ខយ៉ាងខ្លាំងដោយសារតែពួកគេមួយចំនួនបានធ្វើការនៅប្រទេសថៃដោយមិនស្របច្បាប់ទន្ទឹមនឹងនេះពលករខ្មែរមានសិទ្ធិធ្វើការស្របច្បាប់នោះក៏ត្រូវអាជ្ញាធរថៃរឹតបន្តឹងខ្លាំងផងដែរដែលបញ្ហានេះកំពុងតែធ្វើឲ្យកម្មករខ្មែរមួយចំនួនប្រឈមនឹងការឡើងតុលាការផងដែរជាក់ស្ដែងក្រមពលករដែលជាពលករចំណាក់ស្រុកធ្វើការនៅប្រទេសថៃបានរៀបរាប់ទាំងអួលដើមកពីជីវិតពិតរបស់ពលករកម្ពុជាចំណាក់ស្រុកទាំងស្របច្បាប់និងមិនស្របច្បាប់ខណៈពេលដែលប្រទេសថៃកំពុងអនុវត្តច្បាប់អន្តោប្រវេសន៍របស់ពួកគេហទំព័រមនសិការខ្មែរដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈក្រមពលករបានបញ្ជាក់ថាប្រសិនបើនៅប្រទេសកម្ពុជាមានការងារល្អធ្វើនិងជីវភាពសមរម្យនោះពួកគាត់នឹងមិនចំណាក់ស្រុកទៅធ្វើការនៅបរទេសដែលធ្វើឲ្យពួកគាត់ប្រឈមបញ្ហាជាច្រើននោះឡើយបញ្ហាពលករចំណាក់ស្រុកត្រូវបានលោកសំរងស៊ីស្ដីបន្ទោសទៅលើរដ្ឋាភិបាលដែលអសមត្ថភាពអនុវត្តគោលនយោបាយសេដ្ឋកិច្ចត្រឹមត្រូវទើបធ្វើឲ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចទន់ខ្សោយនិងប្រជាពលរដ្ឋភាគច្រើនគ្មានការងារធ្វើនិងទទួលបានប្រាក់ចំណូលមិនសមរម្យលោកសំរងស៊ីបានបញ្ជាក់ថាអំពើពុករលួយនិងបញ្ហាជាច្រើនផ្សេងទៀតដែលកំពុងតែកើតមាននៅក្នុងសង្គមកម្ពុជាធ្វើឲ្យប្រទេសកម្ពុជាដើរលើផ្លូវមិនត្រឹមត្រូវពិសេសភាពក្រីក្រនិងបញ្ហាអត់ការងារធ្វើហើយបញ្ហានេះនឹងកាន់តែមានភាពធ្ងន់ធ្ងរប្រសិនបើមិនមានការផ្លាស់ប្ដូរឲ្យទាន់ពេលវេលាជុំវិញបញ្ហាខាងលើនេះលោកសំរងស៊ីអតីតប្រធានគណៈបក្សសង្គ្រោះជាតិបានសង្កត់ធ្ងន់ថានៅពេលដែលគណៈបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនិងដឹកនាំប្រទេសនាពេលខាងមុខគឺរដ្ឋាភិបាលគណៈបក្សសង្គ្រោះជាតិដែលមានមន្ត្រីស្អាតស្អំនិងមានសមត្ថភាពនឹងអាចដោះស្រាយបញ្ហាបច្ចុប្បន្នប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាលោកសំរងស៊ីបានបញ្ជាក់ថាការសង្គ្រោះជាតិនៅប្រទេសកម្ពុជាមិនទាន់យឺតពេលទេដរាបណាពលរដ្ឋយល់ពីតម្លៃនៃការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោតនៅឆ្នាំ2018លោកយ៉ែមពេញរិទ្ធស្នើឲ្យភាគីពាក់ព័ន្ធជួយកសិករខ្មែរដែលកំពុងប្រឈមបញ្ហាច្រើនស្កេស្កាលោកអ្នកនាងជាទីមេត្រីព័ត៌មានមួយទៀតពីគេហទំព័រមនសិការខ្មែរបានចុះផ្សាយឲ្យដឹងថាថ្មីនេះលោកយ៉ែមពេញរិទ្ធតំណាងរាជគណៈបក្សសង្គ្រោះជាតិបានបញ្ជាក់ថាតថភាពជាក់ស្ដែងនឹងតាមការលើកឡើងរបស់ប្រជាពលរដ្ឋស្ដីពីបញ្ហាតម្លៃផលិតផលកសិកម្មនិងទីផ្សារកសិផលដូចជាស្រូវដំឡូងមីពោតល្ពៅឪឡឹកឈូកកៅស៊ូម្រេចនិងជ្រូកជាដើមត្រូវមានវិធានការចាំបាច់និងសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយជាការប្រញាប់លើបញ្ហាថ្លៃផលិតខ្ពស់និងបញ្ហាទីផ្សារកសិផលគេហទំព័រមនសិការខ្មែរដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកយ៉ែមពេញរិទ្ធបានបន្តថាប្រជាពលរដ្ឋលើកឡើងនៅការលំបាកយ៉ាងខ្លាំងពីការធ្វើស្រែស្រូវចុះថោកដាំដំណាំផ្លែឈើគ្មានទីផ្សារផ្លែរលួយចោលចិញ្ចឹមជ្រូកគេនាំចូលប៉ុន្តែសាច់ជ្រូកដាក់លក់លើទីផ្សារនៅតែមានតម្លៃខ្ពស់បើទោះបីជាតម្លៃសត្វជ្រូករស់នៅក្នុងស្រុកធ្លាក់ថ្លៃខ្លាំងក៏ដោយតើមកពីហេតុអ្វីចាំបាច់បំផុតត្រូវធ្វើទំនើបកម្មវិស័យកសិកម្មរួមទាំងបញ្ចុះអត្រាការប្រាក់ដើម្បីទម្លាក់តម្លៃផលិតផលនិងបំបត្តិអំពើពុករលួយនិងការនាំចូលខុសច្បាប់ដើម្បីពង្រីកទីផ្សារនៅក្នុងស្រុកនិងក្រៅស្រុកគួរបញ្ជាក់ថាដោយធ្វើស្រែស្រូវចុះថោកដាំដំណាំផ្លែឈើគ្មានទីផ្សារផ្លែរលួយចោលចិញ្ចឹមជ្រូកគេនាំចូលបណ្ដាលឲ្យប្រជាកសិករបោះបង់ពលកម្មកសិកម្មពីព្រោះចំណូលពីកសិផលមិនអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារបានក៏បង្ខំចិត្តធ្វើចំណាក់ស្រុកស្វែងរកការងារធ្វើដោយសង្ឃឹមថាបានចំណូលដែលប្រសើរជាងនេះ
មុនឆ្នាំ2000ប្រទេសកម្ពុជាមានកសិករប្រមាណ 80% នៅក្នុងចំណោមប្រជាពលរដ្ឋសរុបហើយនៅឆ្នាំ2017បានធ្លាក់ចុះមកប្រមាណ 40% ជាកសិករតួលេខនេះបានចង្អុលបង្ហាញយ៉ាងច្បាស់ថាកសិករយើងជួបប្រទះការលំបាកយ៉ាងពិតប្រាកដក៏បង្ខំចិត្តធ្វើចំណាកស្រុកចំពោះមុខបញ្ហានេះលោកយ៉ែមពញ្ញរិទ្ធស្នើឲ្យភាគីពាក់ព័ន្ធពិសេសរដ្ឋាភិបាលដែលកំពុងកាន់អំណាចនិងមានសិទ្ធិគ្រប់គ្រងថវិកាជាតិក៏ដូចជាដាក់ចេញនៅគោលនយោបាយកសិកម្មនោះក៏បីជួយកសិករខ្មែរដែលកំពុងប្រឈមនឹងបញ្ហាច្រើនស្កេស្កាមេឃុំចៅសង្កាត់ដែលជាប់ឆ្នោតចាប់ផ្ដើមចូលកាន់តំណែងនៅថ្ងៃទី3ខែកក្កដាលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានពីគេហទំព័រវិទ្យុអាស៊ីសេរីបានចុះផ្សាយឲ្យដឹងថាមេឃុំចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបជាប់ឆ្នោតថ្មីកាលពីថ្ងៃទី4ខែមិថុនាត្រូវបានអាជ្ញាធររាជធានីខេត្តចុះធ្វើពិធីប្រកាសសុពលភាពចាប់ផ្ដើមចូលកាន់តំណែងហើយនៅថ្ងៃទី3ខែកក្កដាការប្រកាសសុពលភាពនេះគឺជាការផ្ទេរតំណែងពីមេឃុំចៅសង្កាត់អាណត្តិចាស់ទៅមេឃុំចៅសង្កាត់ថ្មីនៅទូទាំងប្រទេសក្រោយការប្រកាសលទ្ធផលផ្លូវការរយៈពេល14ថ្ងៃកាលពីថ្ងៃទី25ខែមិថុនាតាមច្បាប់របស់កោជបដោយឡែកនៅភ្នំពេញគេឮតែការបដិញ្ញាចិត្តរបស់ចៅសង្កាត់ថ្មីនៅក្នុងការចូលកាន់តំណែងនេះមេឃុំចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទើបជាប់ឆ្នោតអាណត្តិថ្មីនៅរាជធានីភ្នំពេញដែលត្រូវបានប្រកាសប្រគល់តំណែងពីមេឃុំចៅសង្កាត់អាណត្តិចាស់នៅថ្ងៃទី3ខែកក្កដាសុទ្ធតែបានបដិញ្ញាចិត្តធ្វើការជូនពលរដ្ឋឲ្យបានល្អនិងគោរពច្បាប់នៅក្នុងអាណត្តិការងាររបស់ខ្លួន5ឆ្នាំទៅមុខគេហទំព័រវិទ្យុអាស៊ីសេរីដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈចៅសង្កាត់ថ្មីសម្រាប់សង្កាត់ស្ទឹងមានជ័យ3គឺលោកសាំងស៊ីណាមកពីគណៈបក្សសង្គ្រោះជាតិប្រកាសបដិញ្ញាថាលោកនឹងគោរពរដ្ឋធម្មនុញ្ញច្បាប់នានាព្រមទាំងអនុក្រឹត្យវិមជ្ឈការអំណាចទូនីតិភារកិច្ចទៅឃុំសង្កាត់និងពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានរឹងមាំទី5អនុវត្តតាមការសន្យាជាមួយនឹងប្រជាពលរដ្ឋនៅក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍសង្កាត់ប្រកបដោយបរិស្ថានល្អនិងរស់នៅដោយផាសុកភាពល្អប្រសើរ6សហការនិងពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមស្ដីពីភូមិឃុំមានសុវត្ថិភាពនៅក្នុងពិធីប្រកាសសុពលភាពនេះមេឃុំចៅសង្កាត់អាណត្តិចាស់បានប្រកាសរាយការណ៍ពីសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាននៅក្នុងអាណត្តិចាស់នៅសង្កាត់និរោធខណ្ឌមានជ័យរាជធានីភ្នំពេញអតីតប្រធានក្រុមប្រឹក្សាសង្កាត់អ្នកស្រីទេព្រំមុនីក្រៅពីរបាយការណ៍ស្ដីពីភូមិសាស្ត្រដែនដីឃុំសង្កាត់ស្ថិតិប្រជាពលរដ្ឋនៅក្នុងនោះក៏មានរបាយការណ៍អំពីថវិកាឃុំដែលចំណាយនឹងនៅសល់ព្រមទាំងបំណុលផងដែរចៅសង្កាត់ដែលទើបជាប់ឆ្នោតថ្មីសម្រាប់សង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញគឺលោកស្រីញៀនមកពីគណៈបក្សសង្គ្រោះជាតិបានទទួលតំណែងបន្តពីលោកកៅសាវឿនចៅសង្កាត់ចាស់មកពីគណៈបកប្រជាជនកម្ពុជាក៏បដិញ្ញាដោយចៅសង្កាត់ថ្មីដទៃទៀតដែរលទ្ធផលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4កាលពីថ្ងៃទី4ខែមិថុនាដែលគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតឬកោជបប្រកាសជាផ្លូវការកាលពីថ្ងៃទី25ខែមិថុនាបង្ហាញថាគណៈបក្សសង្គ្រោះជាតិទទួលបានតំណែងមេឃុំចៅសង្កាត់489អាសនៈគណៈបកប្រជាជនកម្ពុជាទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន1156អាសនៈគឺឈ្នះគណៈបកសង្គ្រោះជាតិចំនួន667អាសនៈមេឃុំសង្កាត់ចំពោះតំណែងជំទប់ទី1គណៈបកប្រជាជនកម្ពុជាទទួលបានចំនួន1139អាសនៈឯគណៈបកសង្គ្រោះជាតិទទួលបានតែចំនួន503អាសនៈគឺតិចជាងគណៈបកប្រជាជនកម្ពុជា636អាសនៈដោយឡែកតំណែងជំទប់ទី2វិញគណៈបកប្រជាជនកម្ពុជាទទួលបានចំនួន510អាសនៈគណៈបកសង្គ្រោះជាតិទទួលបានចំនួន1087អាសនៈគឺលើសគណៈបកប្រជាជនកម្ពុជាចំនួន577អាសនៈក្រៅពីនេះគណៈបកផ្សេងទៀតក៏ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាជំទប់ទី1និងទី2មួយចំនួនផងដែរគឺគណៈបកហ្វុនសំពេញបាន28អាសនៈគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន4អាសនៈគណៈបកផ្នែករួបរวมជាតិបាន24អាសនៈគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យបាន1អាសនៈនិងគណៈបកប្រជាធិបតេយ្យមូលដ្ឋានទទួលបាន5អាសនៈ
នៅក្នុងចំណោមឃុំសង្កាត់ចំនួន1646ឃុំសង្កាត់នៅទូទាំងប្រទេសមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន11572នាក់បានជាប់ឆ្នោតអាណត្តិទី4នៅក្នុងនោះមានស្ត្រី1939នាក់មានការរៀបចំពិធីរំលឹកខួបផងនិងទាមទារឲ្យមានយុត្តិធម៌នៅក្នុងខួប1ឆ្នាំនៃការសម្លាប់លោកកែមលីលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានចុះផ្សាយឲ្យដឹងថានៅថ្ងៃទី10ខែកក្កដាខាងមុខនេះគឺជាខួប1ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិតកែមលីមានការរៀបចំពិធីរំលឹកខួបនេះដោយក្រុមគ្រួសារដោយក្រុមអ្នកគាំទ្រនិងដោយគណៈបកប្រឆាំងនៅក្នុងឱកាសនេះពួកគេបានទទូចឲ្យមានការផ្ដល់យុត្តិធម៌ពិតប្រាកដសម្រាប់សពលោកបណ្ឌិតកែមលីនៅថ្ងៃទី10ខែកក្កដានេះគឺ1ឆ្នាំគត់នៃការបាញ់សម្លាប់លោកបណ្ឌិតកែមលីអ្នកវិភាគសង្គមនិងនយោបាយក្រុមគ្រួសាររបស់លោកនឹងរៀបចំពិធីបុណ្យខួបគម្រប់1ឆ្នាំនេះនៅឯគេហដ្ឋានរបស់លោកនៅក្នុងស្រុកត្រាំងកក់ខេត្តតាកែវទីដែលគេបញ្ចុះសពរបស់លោកគេហទំព័រមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមរយៈអ្នកស្រីកែវថាវីបងស្រីរបស់លោកបណ្ឌិតកែមលីប្រវិទ្យុស្ត្រីថាបនរំលឹកខួប1ឆ្នាំនេះគឺរៀបចំដោយក្រុមគ្រួសារដោយមិនបង្កើតគណៈកម្មការរៀបចំបុណ្យដោយលើកមុននោះទេទោះជាយ៉ាងណាក្តីអ្នកស្រីកែវថាវីអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងនិងទូទាំងប្រទេសឲ្យចូលរួមគាំទ្រពិធីបុណ្យខួបនេះដែលឡែកលោកប៉ាងួនទៀងនាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាសមាជិកគណៈកម្មាធិការបុណ្យសពលោកបណ្ឌិតកែមលីក្រោយពីមានការបាញ់សម្លាប់ភ្លាមលោកបញ្ជាក់ថាលោកនឹងរៀបចំពិធីបុណ្យសពលោកបណ្ឌិតកែមលីនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី10ខែកក្កដានេះការរៀបចំពិធីនេះនៅប្រទេសអូស្ត្រាលីខណៈដែលលោកកំពុងបំពេញបេសកកម្មនៅទីនោះរីឯគណៈបក្សសង្គ្រោះជាតិក៏គ្រោងនឹងរៀបចំពិធីជួបជុំគ្នាដើម្បីរំលឹកដល់ការស្លាប់នេះផងដែរទោះជាយ៉ាងណាសមាជិកគ្រួសារសពលោកបណ្ឌិតកែមលីក្រុមអ្នកនយោបាយប្រឆាំងនិងតំណាងសង្គមស៊ីវិលបានងាកមកចាប់អារម្មណ៍ឡើងវិញដើម្បីស្នើឲ្យមានការផ្ដល់យុត្តិធម៌ពិតប្រាកដសម្រាប់សពលោកបណ្ឌិតកែមលីនិងក្រុមគ្រួសាររបស់គាត់លោកបណ្ឌិតកែមលីអ្នកវិភាគសង្គមនិងនយោបាយដ៏ល្បីត្រូវបានខ្មាំងកាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី10ខែកក្កដានៅក្នុងស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចក្បែរស្តុបបូកូនៅកណ្ដាលទីក្រុងភ្នំពេញក្រោយការបាញ់សម្លាប់ភ្លាមបរិសម្នាក់ឈ្មោះជួបសម្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនលោកក៏បានរួមចំណែកនៅក្នុងការបណ្ដុះបណ្ដាលសមាជិកគណៈបកប្រជាធិបតេយ្យមូលដ្ឋានផងដែរជនជាប់ចោទឈ្មោះអឿតអាងហៅជួបសម្លាប់ដែលបានសារភាពថាខ្លួនជាអ្នកបាញ់សម្លាប់លោកបណ្ឌិតកែមលីដោយសារតែលោកកែមលីជំពាក់បំណុលលោកចំនួន$3000អាមេរិកត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីខែមិនិនាឆ្នាំ2017នេះតុលាការបានចោទប្រកាន់ពីបទល្មើសគឺបទឃាតកម្មគិតទុកជាមុននិងបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា200និង490នៃក្រមព្រហ្មទណ្ឌអ្នកស្រីកែមថាវីបងស្រីសពលោកបណ្ឌិតកែមលីមិនទទួលយកហេតុផលរបស់ជួបសម្លាប់ដែលថាប្អូនប្រុសរបស់អ្នកស្រីត្រូវសម្លាប់ដោយសារតែការជំពាក់លុយនោះទេនៅក្នុងពេលនេះដែរលោកប៉ាងួនទៀងនាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យយល់ថាតុលាការគួរតែបន្តស៊ើបអង្កេតករណីនេះរកឫសគល់នៃការបាញ់សម្លាប់និងរកអ្នកដែលនៅពីក្រោយខ្នងដើម្បីផ្ដល់យុត្តិធម៌ឲ្យលោកបណ្ឌិតឡើងវិញចំណែកលោកមាសនេះអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមមានប្រសាសន៍ថាករណីលោកកែមលីគឺជាករណីមួយដែលងាយស្រួលនៅក្នុងការស៊ើបអង្កេតបំផុតហើយការឈានទៅរកការចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក៏មិនពិបាកនោះដែរលោកសោកស្ដាយដែលតុលាការបិទបញ្ចប់សំណុំរឿងនេះទាំងមិនទាន់ផ្ដល់យុត្តិធម៌ដល់លោកបណ្ឌិតកែមលីនោះទេលោកបណ្ឌិតកែមលីត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គមស្ថានភាពនយោបាយសិទ្ធិមនុស្សការអភិវឌ្ឍនៅលើប្រព័ន្ធផ្សព្វផ្សាយនានាទាំងជាតិនិងអន្តរជាតិលោកគឺជាអ្នកវិភាគម្នាក់ដែលពលរដ្ឋចាត់ទុកថាហ៊ាននិយាយរិះគន់ចំនៅភាពអសកម្មរបស់រដ្ឋាភិបាលលោកបណ្ឌិតមាននេះលើកឡើងនេះគឺជាមរតកដ៏មានតម្លៃដែលលោកកែមលីបានបន្សល់ទុកឲ្យពលរដ្ឋខ្មែរ
លោកបណ្ឌិតមីនីបន្តថាសំខាន់គឺការក្រោកឈរឡើងហ៊ាននិយាយហ៊ានស្ដីថាដែលយើងសង្កេតឃើញថានៅស្ទើរតែគ្រប់ទីកន្លែងឥឡូវនេះសូម្បីតែអាជ្ញាធរមូលដ្ឋាននឹងក៏មានការពិបាកនៅក្នុងការប្រឈមនឹងការសួរដេញដោលឬក៏តតាំងរបស់ពលរដ្ឋប្រសិនបើពួកគាត់ធ្វើអីមួយដែលមិនត្រឹមត្រូវហើយនេះបើយើងមិនបានធ្វើការវិភាគឲ្យបានដិតដល់វាក៏ជាបច្ច័យមួយដែលកើតចេញពីការពលិកម្មរបស់លោកកែមលីដ៏ធំធេងដែលធ្វើឲ្យមានការផ្លាស់ប្ដូរក្រៅពីការបន្សល់ទុកនៅភាពក្លាហាននៅក្នុងការបញ្ចេញមតិនិងនិយាយការពិតលោកប៉ាងួនទៀងបានលើកឡើងថាលោកបណ្ឌិតកែមលីក៏បានបន្សល់នៅទ្រឹស្ដីមួយចំនួនដែលគោលនយោបាយទាំងនោះត្រូវគណៈបកប្រឆាំងចំនួន2បានយកទៅបញ្ចូលនៅក្នុងគោលនយោបាយរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2017ចិនខឹងសម្បានឹងអាមេរិកដែលបញ្ជូននាវាចម្បាំងទៅក្បែរកោះចំនួននៅសមុទ្រចិនខាងត្បូងលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE បានចុះផ្សាយឲ្យដឹងថាក្រោយអាមេរិកបញ្ជូននាវាចម្បាំង USS Statham ចូលទៅក្បែរកោះ Triton សមុទ្រចិនខាងត្បូងបានប៉ុន្មានម៉ោងមកថ្ងៃច័ន្ទនេះប្រធានាធិបតីចិននិងអាមេរិកបានជជែកគ្នាតាមទូរស័ព្ទនៅក្នុងស្ថានភាពតានតឹងនឹងគ្នាលោក Xi Jinping និងលោក Donald Trump បានពិភាក្សាពីរឿងនុយក្លេអ៊ែរកូរ៉េខាងជើងតែមិនបានលើកពីរឿងនាវាចម្បាំងអាមេរិកចូលទៅសមុទ្រចិននោះទេគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតថាក្រោយអាមេរិកបញ្ជូននាវាចម្បាំង USS Statham ចូលទៅ Triton សមុទ្រចិនខាងត្បូងរដ្ឋាភិបាលចិនមានទាំងក្រសួងការពារជាតិចិនបាននាំគ្នាប្រតិកម្មប្រឆាំងនឹងការបញ្ជូននាវាចម្បាំងអាមេរិកទៅតំបន់សមុទ្រចិននេះរួចហើយដូច្នេះប្រធានាធិបតីចិន Xi Jinping មិនត្រូវការបន្ថែមភាពតានតឹងលើរឿងនេះជាមួយនឹងលោកត្រាំទៀតនោះទេគេមើលឃើញថាអាមេរិកផ្កើនចិនបញ្ជូននាវាចម្បាំងទៅក្បែរកោះ Triton នៅសមុទ្រចិននេះគឺដើម្បីជំរុញចិនឲ្យដាក់សម្ពាធកាន់តែខ្លាំងលើកូរ៉េខាងជើងប៉ុណ្ណោះម្ល៉េះហើយបានជាថ្ងៃច័ន្ទនេះប្រធានាធិបតីចិន Xi Jinping និងលោក Donald Trump និយាយតាមទូរស័ព្ទជាមួយគ្នាមិនលើកពីបញ្ហានាវាចម្បាំងអាមេរិកនេះមែនតែប្រធានាធិបតីទាំងពីរបានជជែកគ្នាពីរឿងនុយក្លេអ៊ែរកូរ៉េខាងជើងត្បិតថាលោក Xi Jinping មិននិយាយរឿងនាវាចម្បាំងអាមេរិកជាមួយនឹងលោក Donald Trump មែនតែលោកបានប្រាប់លោក Donald Trump ថាពេលនេះមានកត្តាអវិជ្ជមានជាច្រើនដែលធ្វើឲ្យល្អក់កកដល់ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងចិនរឿងអវិជ្ជមានធ្វើឲ្យចិនក្តៅក្រហាយនឹងអាមេរិកមានអ្វីខ្លះទៅមិនមែនមានតែរឿងអាមេរិកប្រើនាវាចម្បាំងផ្កើនចិននេះតែមួយមុខនោះទេមានច្រើនណាស់មួយរយៈចុងក្រោយនេះបែបយ៉ាងកាលពីថ្ងៃប្រហ័សអាមេរិកបានដាក់ទណ្ឌកម្មមិនឲ្យធនាគារចិនឈ្មោះដាំងដុងបែងរកស៊ីលើទីផ្សារហិរញ្ញវត្ថុអាមេរិកធនាគារចិនមួយនេះរងការចោទប្រកាន់ថារកស៊ីលាងលុយកខ្វក់ជាប់ពាក់ព័ន្ធនឹងសហគ្រាសរកស៊ីដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលនៅកូរ៉េខាងជើងលើពីនេះទៀតសប្តាហ៍មុនដដែលអាមេរិកថែមទាំងបានលូកដៃចូលរឿងសិទ្ធិមនុស្សនៅចិនដូចជារឿងហុងកុងអាមេរិកបានសម្ដែងការបារម្ភពីការគោរពសិទ្ធិសេរីភាពនៅហុងកុងជាដើមមានរឿងមួយទៀតដែលចិនខឹងដែរនោះគឺរឿងតៃវ៉ាន់តាក់ទងនឹងកិច្ចសន្យាលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃជាង$1,400 លានចិនចាត់ទុកតៃវ៉ាន់ជាខេត្តរបស់ចិនរំលឹកអាមេរិកច្រើនលើកហើយថាចិនសង្ឃឹមថាអាមេរិកគោរពគោលការណ៍ទឹកដីចិនតែមួយនេះប៉ុន្តែខាងកងទ័ពអាមេរិកនោះហាក់ដូចជាមិនខ្វល់រឿងទឹកដីចិនតែមួយអីនោះទេគណៈកម្មាធិការកងទ័ពអាមេរិកបានអនុម័តច្បាប់ឲ្យនាវាអាមេរិកបានចូលទៅចតទៀងទាត់នៅតាមកំពង់ផែតៃវ៉ាន់ទៅវិញទោះជាយ៉ាងនេះក្តីច្បាប់មួយនេះត្រូវឆ្លងកាត់សភានិងការចុះហត្ថលេខាពីលោក Donald Trump សិនទើបអនុវត្តបានប្រធានាធិបតីចិនលើកឡើងតាមទូរស័ព្ទទៅលោក Donald Trump នៅពាក្យថាកត្តាអវិជ្ជមានបង្កបញ្ហាដល់ទំនាក់ទំនងរវាងចិននិងអាមេរិកនេះដើម្បីឲ្យលោក Trump ដឹងថាបើចង់ឲ្យចិនបន្ថែមសម្ពាធលើកូរ៉េខាងជើងតើតែអាមេរិកខ្លួនឯងនឹងចេះគោរពចិនដែរមិនត្រូវបន្តផ្កើនលូកដៃក្នុងកិច្ចការផ្ទៃក្នុងចិននោះទេអាមេរិកត្រូវដឹងថារឿងសមុទ្រចិនខាងត្បូងរឿងសិទ្ធិមនុស្សរឿងតៃវ៉ាន់សុទ្ធតែជារឿងក្តៅគគុកមិនអាចលេងសើចបានអាមេរិកដាក់សម្ពាធចិនរឿងកូរ៉េខាងជើងដោយសារតែអាមេរិកខឹងនឹងការគំរាមវាយប្រហារមិនចេះចប់ពីសំណាក់កូរ៉េខាងជើង
ថ្មីនេះទៀតនិស្សិតអាមេរិកដែលកូរ៉េខាងជើងបានដោះលែងកាលពីខែមុននេះបានស្លាប់ហើយធ្វើឲ្យប្រជាជនអាមេរិកខឹងកូរ៉េខាងជើងលោកត្រាំទើបទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូងដែលសន្យាដោះស្រាយរឿងកូរ៉េខាងជើងពេលនេះលោក Donald Trump មានតែដាក់សម្ពាធចិនអញ្ចឹងទៅមានតែចិនទេចិត្តដិតនឹងក្រុងព្យុងយ៉ាងដាក់សម្ពាធក្រុងព្យុងយ៉ាងបានតែចិនដូចជាមិនសូវផុសផុលប៉ុន្មាននោះទេអាមេរិកបញ្ជូននាវាអាមេរិកទៅក្បែរកោះចំនួននៅសមុទ្រចិនម្សិលមិញនេះក៏ជាការប្រមានមួយដល់ចិនផងដែរឃើញថាចិនសង្ហេដ្ឋារចនាសម្ព័ន្ធនៅតាមកោះទាំងនោះច្រើនណាស់បើចង់ឲ្យលោកស៊ីជីនពីងដាក់សម្ពាធលើកូរ៉េខាងជើងតើតែអាមេរិកចេះប្រើវិធីសាស្ត្រការទូតគោរពភាគីចិនដែរមិនអាចសុកយកនាវាចម្បាំងមកផ្កើនចិននៅសមុទ្រចិនស្រួលអញ្ចឹងទេអ្នកណាក៏ដឹងដែរថាលោកស៊ីជីនពីងចូលចិត្តដំណោះស្រាយតាមបែបការទូតលោកត្រាំនិងលោកស៊ីជីនពីងទើបបានជួបគ្នាផ្ទាល់មុខកាលពីខែមេសាធ្វើឲ្យទំនាក់ទំនងអាមេរិកនិងចិនកក់ក្ដៅឡើងវិញពេលនេះទំនាក់ទំនងបែរជាល្អក់កកទៅវិញនាវាអាមេរិកចូលទៅកោះ Triton ស្ថិតនៅប្រជុំកោះចំនួន Paracelតៃវ៉ាន់និងវៀតណាមក៏ឆ្លួតដណ្ដើមកោះមួយនេះជាមួយនឹងចិនដែរអាមេរិកប្រាប់ថានាវាចម្បាំងចូលទៅទីនោះគឺគ្រាន់តែបង្ហាញពីសេរីភាពនៃចរាចរណ៍ដែនទឹកប៉ុណ្ណោះសេរីភាពយ៉ាងណាក៏ដោយបើតំបន់ចំនួនជាបញ្ហាក្តៅគគុកអាមេរិកមិនអាចលេងសើចអញ្ចឹងនោះទេម្យ៉ាងទៀតគិតតាំងពីលោក Donald Trump ឡើងកាន់អំណាចមកមិនមែនជាលើកទី1ទេដែលនាវាចម្បាំងអាមេរិកចូលទៅបង្ករឿងកាលពីថ្ងៃទី25ខែឧសភានាវាអាមេរិកធ្លាប់ចូលទៅតំបន់ប្រជុំកោះ Spratly ដែរនាវាអាមេរិកចូលទៅក្បែរកោះ Triton កាលពីថ្ងៃអាទិត្យត្រូវបានក្រសួងការពារជាតិចិនចោទរហូតថាប៉ះពាល់ស្ថិរភាពក្នុងតំបន់ក្រសួងការបរទេសចិនព្រមានអាមេរិកឲ្យកែប្រែកំហុសនេះកុំឲ្យបង្ករឿងបែបនេះទៀតបើសិនជាអាមេរិកចង់ឲ្យទំនាក់ទំនងចិននិងអាមេរិកត្រឹមត្រូវឡើងវិញលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំយូច័ន្ទធានីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានតាមដានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា